បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននៅសាច់រឿងរបស់ពួកយើងដែលបានសម្ដែងចេញទៅនោះហើយក៏សូមអរគុណបងប្អូនដែលបានតែងតែ follow page របស់ក្រុមយើងខ្ញុំបាទហើយសាច់រឿងនេះដែរគឺជាសាច់រឿងមួយដែលតការពីវគ្គ3កាលពីមុននោះបាទរឿងនេះមិនទាន់ចប់ទេបាទហើយនេះហើយលោកគ្រូដែលគាត់បានស្លាប់ទៅតែកូនសិស្សគាត់បានយកគាត់មកជួយបាទគេថាមកព្យាបាលឲ្យមានជីវិតរស់វិញណាឥឡូវគាត់ក៏បានព្យាយាមព្យាបាលលោកគ្រូគាត់ឥឡូវក៏គាត់បានសម្រេចរបស់គាត់ហើយបាទតែគាត់ចំណាយយុទ្ធសាស្ត្ររបស់គាត់អស់ច្រើនមែនទែនបាទអស់ច្រើនឆ្នាំមែនទែនអស់ជិត100ឆ្នាំហើយបាទគ្រាន់តែយុទ្ធសាស្ត្រគាត់ចំណាយព្យាបាលជីវិតលោកគ្រូមួយនេះអស់មិនតិចឆ្នាំទេបាទតែពេលដែលលោកគ្រូដឹងខ្លួនឡើងវិញនោះគ្រូនឹងគាត់ក៏បានដឹងថាពួកបិសាចពួកមនុស្សព្រៃហ្នឹងដែលបានសម្លាប់គាត់ហ្នឹងគឺមិនទាន់ស្លាប់ដែរបាទមានអ្នកខ្លាំងគេមកជួយអញ្ចឹងណាអ្នកខ្លាំងហ្នឹងគឺអ្នករស់នៅក្នុងព្រៃហ្នឹងបាទគឺជាសច្ចាំងផងដែរបាទហើយគាត់ប្រាប់អូនសិស្សគាត់ថាទោះបីជាមានរឿងអីក៏ដោយមិនចាំបាច់ទៅសងសឹកឲ្យគាត់វិញទេព្រោះថាគាត់បានមានជីវិតឡើងវិញហើយបាទហើយកូនសិស្សរបស់គាត់ហ្នឹងគាត់ក៏រៀងអស់កម្លាំងខ្លាំងដែរបាទគាត់ចង់នៅម្នាក់ឯងអញ្ចឹងណាហើយគាត់ក៏បានព្យាយាមឲ្យគ្រូហ្នឹងទៅកន្លែងគាត់សមាធិឲ្យមានកម្លាំងដូចដើមវិញទៅបាទហើយគ្រូតែងតែផ្ដាំថាមិនឲ្យសងសឹកទេបាទកូនសិស្សនេះឆ្លៀតពេលព្យាយាមនិយាយឲ្យលោកគ្រូទៅវិញហ្នឹងក៏ដើម្បីទៅសងសឹកជាមួយនឹងក្រុមមនុស្សព្រៃនឹងទៀតដែរបាទនេះហើយជាកូនសិស្សបាទគាត់ក៏បានសមាធិបន្តទៀតដើម្បីស្វែងរកពួកនោះនៅកន្លែងណាឥឡូវយើងងាកមកកាន់ខាងក្រុមគេហៅថាអ្នកស្រាវជ្រាវបាទស្រាវជ្រាវតាមព្រៃក្រុមអ្នកស្រាវជ្រាវមិនធម្មតាស្រាវជ្រាវដើមចេកមានប្រមាណ100ស្រាវជ្រាវទាំងអស់បាទអត់ឲ្យជាផុតហើយតួមិនធម្មតាបាទតួតតាល្អខ្ចោះដែរហ្នឹងបាទគាត់សំដែងវាសមដែរស៊ីជម្រៅជាមួយនឹងសាច់រឿងហ្នឹងដែរបាទហើយតួមុខអត់សូវរីកទេដោយសារមូលហេតុអីក្នុងព្រៃដាច់ផ្ទះឆ្ងាយដែរហ្នឹងចេះតែនឹកផ្ទះហ្នឹងចេះចង់ទៅវិញតែធ្វើម៉េចដើម្បីគេហៅថាការស្រាវជ្រាវរកអ្វីថ្មីថ្មីបាទហើយឥឡូវយើងងាកមកកាន់ខាងគេហៅថាលោកតាដែលបានជួយប្រុសព្រំឲ្យពួកបិសាចហ្នឹងរស់ហ្នឹងបាទនេះមើលមុខទៅតាលោកតាធម្មតាតាដើមចេកបាទយ៉ាអីស្អីដើមចេកហ្នឹងហើយពួកមនុស្សព្រៃនេះបានរស់ឡើងវិញហើយបាទវារស់ឡើងវិញបាត់សាក់បាត់អីអស់បាទដឹងសាក់ទៅណាវាស្ទើរសាក់ហើយតែក៏មុខវាប្លែកជាងមុនមែនមុខប្លែកមុខឡើងបិសាចហ៎បិសាចពាក់កណ្ដាលមនុស្សពាក់កណ្ដាលហើយពួកគេហ្នឹងក៏បានទៅដើម្បីរកស្វែងរកកូនសិស្សនោះប្រយុទ្ធសងសឹកបាទប្រគួតនេះអស់7 ថ្ងៃបាទចុងក្រោយរដ្ឋផលហ្នឹងគឺចេញមកគឺកូនសិស្សរបស់លោកតាមនីអ៊ីសីហ្នឹងគឺបានត្រូវចាញ់ទៅក្រុមបិសាចបាទហ្នឹងហើយក៏បានអួតឈាមអួតអីមកបាទហើយរឿងនេះនៅមានភាពបន្តទៅមុខទៀតបាទហើយបងប្អូនកុំភ្លេចតាមដានភាពបន្តបាទសូមអរគុណ